តាអ្នកទាំងអស់គ្នាធ្លាប់ជួបទេជាមួយនឹងបញ្ហាគ្រុនក្តៅហើយនៅពេលគ្រុនក្តៅតើអ្នកទាំងអស់គ្នាដឹងទេថាយើងគួរតែបរិភោគអ្វីនៅក្នុងវីដេអូនេះផងដែរនាងខ្ញុំនឹងនិយាយអំពីថាតើកុមារមនុស្សពេញវ័យហើយនិងមនុស្សចាស់គួរតែទទួលទានអ្វីនៅពេលមានគ្រុនក្តៅជាទូទៅនៅពេលដែលយើងមានគ្រុនក្តៅគឺយើងប្រកាសជាមិនសូវឃ្លានញ៉ាំអ្វីនោះទេឬមួយក៏ពេលខ្លះយើងអាចនឹងចង់ញ៉ាំតាមតែចិត្តដែលយើងចង់ហើយការញ៉ាំបែបនោះគឺមិនល្អសម្រាប់សុខភាពរបស់យើងទេវាអាចនឹងធ្វើឲ្យគ្រុនក្តៅរបស់យើងមិនឆាប់ជាសះស្បើយនោះទេផ្ទុយទៅវិញការញ៉ាំអាហារត្រឹមត្រូវគឺជួយឲ្យរាងកាយរបស់យើងអាចនឹងងើបឡើងវិញនៅពេលដែលយើងគ្រុនក្តៅផ្នែកទី1គឺយើងត្រូវមកដឹងថាចំណីអាហារគឺសំខាន់យើងត្រូវតែដឹងថានៅក្នុងអំឡុងពេលដែលយើងមានគ្រុនក្តៅគឺមានន័យថារាងកាយរបស់យើងកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគរាងកាយរបស់យើងអាចនឹងមានកម្ដៅកើនឡើងហើយមានការបាត់បង់ជាតិទឹកនៅក្នុងខ្លួនហើយនឹងមានការអស់កម្លាំងផងដែរហើយរាងកាយរបស់យើងគឺត្រូវការចំណីអាហារដែលងាយស្រួលក្នុងការរំលាយនិងសារធាតុចិញ្ចឹមដើម្បីជួយគាំទ្រប្រព័ន្ធការពាររាងកាយរបស់យើងដូច្នេះហើយនាងខ្ញុំនឹងចាប់ផ្ដើមពីកុមារអាហារល្អបំផុតសម្រាប់កុមារនៅពេលដែលកុមារមានគ្រុនក្តៅភាគច្រើនគឺពួកគេមិនសូវឃ្លានចង់ញ៉ាំអ្វីនោះទេហើយនេះគឺជារឿងធម្មតាអ្វីដែលយើងអាចធ្វើបាននោះគឺឲ្យគាត់ទទួលទានតិចតិចកុំបង្ខំហើយអាហារសាមញ្ញហើយនឹងទន់ជម្រើសដែលល្អសម្រាប់កុមារនោះគឺបបរអង្ករឬក៏បបរពោតឬក៏ទឹកស៊ុបអន្លែវាជួយផ្ដល់សំណើមនិងងាយស្រួលក្នុងការលេបផ្លែចេកហើយនឹងទឹកផ្លែប៉ោមក៏ជាជម្រើសល្អសម្រាប់កុមារដែរដូចគ្នានេះដែរការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដូចជាទឹកដូងគឺអាចជួយឲ្យកុមារមានអារម្មណ៍ថាស្រស់ស្រាយសម្រាប់មនុស្សពេញវ័យអាហារគឺអាចជួយជំរុញប្រព័ន្ធភាពស៊ាំនិងបង្កើនល្បឿននៃការជាសះស្បើយនេះគឺជាអ្វីដែលពួកគេត្រូវបរិភោគស៊ុបមាន់ជួយកាត់បន្ថយការរលាកផ្លែក្រូចឬក៏ក្រូចឆ្មាគឺអាចផ្ដល់វីតាមីន C បន្លែបៃតងគឺសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ទឹមសជួយការពារប្រព័ន្ធភាពស៊ាំនិងទឹកឃ្មុំគឺអាចជួយបន្ធូរបំពង់កហើយមនុស្សពេញវ័យអាចទទួលទានតែខ្ញីដើម្បីបន្ធូរអារម្មណ៍ហើយនឹងផ្ដល់សំណើមអ្វីដែលសំខាន់នោះគឺត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ពីព្រោះនៅពេលរាងកាយរបស់យើងមានគ្រុនក្តៅគឺយើងបាត់បង់ទឹកខុសពីធម្មតាដូច្នេះការទទួលទានទឹកឲ្យបានគ្រប់គ្រាន់គឺជាគន្លឹះឥឡូវនេះតើអ្នកដឹងទេថាសម្រាប់មនុស្សចាស់ពួកគាត់គួរតែទទួលទានអ្វីសម្រាប់មនុស្សចាស់គឺគ្រុនក្តៅគឺមានគ្រោះថ្នាក់ជាជាងកុមារហើយនិងមនុស្សពេញវ័យជាពិសេសនោះគឺការខ្វះជាតិទឹកតែម្ដងដូច្នេះហើយយើងគួរតែផ្ដល់អាហារដែលទន់ហើយមានជីវជាតិងាយស្រួលទំពាជម្រើសល្អបំផុតគឺមានដូចជាទឹកស៊ុបឬក៏បបរផ្លែឈើដូចជាផ្លែចេកឬក៏ផ្លែបឺគឺវាទន់ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេគឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមហើយអ្វីដែលយើងមិនគួរភ្លេចនោះគឺយើងត្រូវរំលឹកពួកគាត់ឲ្យគាត់បានផឹកទឹកឲ្យបានគ្រប់គ្រាន់ទោះបីជាគាត់មិនមានអារម្មណ៍ថាស្រេកទឹកក៏ដោយឥឡូវនេះយើងបានដឹងហើយថាពួកគាត់ទាំងអស់គឺអាចទទួលទានអ្វីនៅពេលគ្រុនក្តៅចុះអ្វីទៅដែលយើងគួរតែជៀសវាងក្នុងអំឡុងពេលដែលមានគ្រុនក្តៅគឺត្រូវជៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើនដូចជាចៀនឆាអាហារហឹរឬក៏អាហារដែលមានរសជាតិដិតខ្លាំងពីព្រោះថានៅពេលដែលយើងទទួលទានវាចូលទៅវាធ្វើឲ្យរាងកាយរបស់យើងធ្វើការខ្លាំងមែនទែនហើយវាក៏អាចធ្វើឲ្យការជាសះស្បើយយើងមានការយឺតដូច្នេះអ្នកទាំងអស់គ្នាត្រូវចងចាំថាពេលមានគ្រុនក្តៅត្រូវញ៉ាំអាហារស្រាលៗនិងផឹកទឹកឲ្យបានគ្រប់គ្រាន់ហើយអ្វីដែលពិសេសនោះគឺការជ្រើសរើសអាហារដែលត្រឹមត្រូវប្រសិនបើអ្នកមានគ្រុនក្តៅចាប់ពី2ទៅ3ឬក៏មានកម្ដៅខ្ពស់ខ្លាំងជម្រើសដែលល្អនោះគឺអ្នកគួរតែទៅជួបនឹងគ្រូពេទ្យហើយវីដេអូរបស់យើងនៅថ្ងៃនេះក៏ត្រូវបានបញ្ចប់បើសិនជាអ្នកទាំងអស់គ្នាត្រូវការវីដេអូអំពីសុខភាពសូមចូលទៅកាន់ Page សង្ឃឹម Health នាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ